CPU Core i9 ចំនួនទី14កតុយ K RAM 64GB ចំនួនចុងក្រោយបងគិតមើលវាតម្លៃប៉ុន្មានតម្លៃវាដល់1500ចំពោះម៉ាស៊ីននេះវាឡើងជាមួយនឹង motherboard MSI 790 Gaming Plus Wi-Fi CPU Core i9 ចំនួនទី14កតុយ K RAM យើងប្រើជាមួយនឹង brand Corsair DDR5 32GB ដើមចំពោះ SSD មកទេរបស់ Samsung Nice VGA យើងប្រើប្រភេទ MSI RTX 3060 12GB ចំពោះ CPU color យើងប្រើជាមួយនឹង brand Jungle Leopard ProFlow 360 Liquid ហ្នឹងវាជួយឲ្យ CPU ត្រជាក់ល្អដោយសារវាមានទាំង HAL 3 and cache វិញយើងប្រើជាមួយនឹង brand Jungle Leopard ដដែល TF 360ដោយវាមានទាំង HAL 3ហើយយើងរៀបវាជាផ្ដេកមួយប្រឆមួយសម្រាប់ power supply យើងប្រើ brand Sama 80V 750W សម្រាប់ RGB power cable នេះយើងប្រើប្រាស់ជាមួយនឹង brand Johnsbo ហើយជើងវាមាន24 pin ហើយសម្រាប់បងចង់លេងជាបាត់នេះក៏បានជាអក្សរ U ក៏បានសម្រាប់ cache យើងប្រើ brand Johnsbo ដូចគ្នាកូដវា D411 ពេជ្រនេះបងអាចយកទៅធ្វើការងារ design និងលេង game បានមួយ M ហើយចំពោះ graphic card បងបាច់ភ័យទេអាហ្នឹងយើងអាច upgrade តាមក្រោយបានទៀតចឹងអរគុណបងសម្រាប់ការមើលវីដេអូនេះដល់ចប់សម្រាប់បងណាមានចម្ងល់អីពាក់ព័ន្ធនឹងការបៀ PC បងអាច comment សួរខាងក្រោមឬ inbox មក page ផ្ទាល់បានបាយបង